3ចំណុចដែលអ្នកចង់បានមុននឹងសម្រេចចិត្តទិញទឹកឃ្មុំខ្មែរចំណុចទី1គុណភាពទឹកឃ្មុំសុទ្ធល្អដើម្បីយកទៅប្រើប្រាស់ឲ្យត្រូវនឹងតម្រូវការចំណុចទី2តម្លៃសមរម្យនិងចំណុចទី3សេវាកម្មល្អផ្ដល់ទំនុកចិត្តខ្ពស់ជូនលោកអ្នកសម្រាប់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរយើងខ្ញុំគឺយើងមាន3ចំណុចសំខាន់ទាំងអស់នេះដើម្បីជូនលោកអ្នកមុននឹងសម្រេចចិត្តទិញផងដែរចាអញ្ចឹងដើម្បីចង់ដឹងថាតើកសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរមាន3ចំណុចទាំងអស់ហ្នឹងជូនទៅកាន់លោកអ្នកដែរឬក៏អត់ចាសូមលោកអ្នកទស្សនាវីដេអូនេះរហូតដល់ចប់ផងដែរចាអញ្ចឹងចំណុចទី1គុណភាពនៃទឹកឃ្មុំសុទ្ធចំពោះកសិដ្ឋានយើងខ្ញុំផ្ដោតសំខាន់ទៅលើបញ្ចេញនៃការចិញ្ចឹមឃ្មុំដែលយើងមានបទពិសោធន៍រយៈពេលជាង8ឆ្នាំមកហើយសម្រាប់ការចិញ្ចឹមឃ្មុំរបស់យើងគឺផ្ដោតសំខាន់ទៅលើការចិញ្ចឹមបែបធម្មជាតិចិញ្ចឹមនៅតាមតំបន់ចំការព្រៃធម្មជាតិដូចជាចំការគោចំការកៅស៊ូចំការមៀនចំការតាងែនចំការពោតចំការអាកាសយ៉ាឬក៏ចំការព្រៃផ្សេងមួយទៀតសម្រាប់កសិដ្ឋានយើងតែងតែផ្ដោតសំខាន់ទៅលើការប្រមូលទឹកឃ្មុំដែលវាបិទជិតល្អជាទឹកឃ្មុំដែលមានគុណភាពចាហើយសម្រាប់ការចិញ្ចឹមគឺយើងមានការមើលថែយ៉ាងដិតដល់មែនតែនចាចំណុចទី2នៃតម្លៃវិញចាសម្រាប់ពេលនេះកសិដ្ឋានយើងមានប្រូម៉ូសិនទឹកឃ្មុំផ្កាមៀនចាគឺប្រូម៉ូសិនពិសេសតែម្ដងទិញ1លីត្រថែមជូន1លីត្រតម្លៃត្រឹមតែ 80000 រៀលតែប៉ុណ្ណោះនិងមានការហ្វ្រីសេវាដឹកជូនគ្រប់ខេត្តក្រុងផងដែរចានិងចំណុចទី3ដែលលោកអ្នកតែងតែចង់បានជាមួយនឹងការផ្ដល់សេវាកម្មល្អនិងទំនុកចិត្តខ្ពស់ចាអញ្ចឹងសម្រាប់សេវាកម្មវិញបងប្អូនដែលនៅរាជធានីភ្នំពេញសេវាកម្មដឹកជូនដល់ទីតាំងទូទាត់លុយសម្រាប់បងប្អូនដែលគាត់នៅតាមបណ្ដាខេត្តទូទាត់លុយរួចគឺខ្ញុំរៀបចំអាវ៉ាន់ជូនបងប្អូនកំងថ្ងៃហ្នឹងដាក់អាវ៉ាន់ជូនថ្ងៃហ្នឹងស្អែកទៅដល់តែម្ដងចាអញ្ចឹងដើម្បីអាចបញ្ជាក់ទាំង3ចំណុចនេះកាន់តែច្បាស់សូមលោកអ្នកចំណាយពេលវេលាដ៏មានតម្លៃបន្តិចបន្តួចមកមើលអំពីបងស្រីដែលគាត់ជាអតិថិជនចាគាត់កំង4 5 6ដងហើយចាដែលគាត់ចាប់ផ្ដើមទិញលើកដំបូងកាលពីឆ្នាំ2023ខែ10ណាបងប្អូនចាគាត់ទិញលើកដំបូងហ្នឹងគាត់ទិញតម្លៃតិចតួចទេចាគឺគាត់ទិញប្រូម៉ូសិនទឹកឃ្មុំ1លីត្រថែមជូនកន្លះលីត្រចាគាត់ទិញប្រូម៉ូសិនហ្នឹងគឺមានចំនួនតែ2លីត្រទេបងប្អូនណាចាគឺ2ឈុតបន្ទាប់មកលើក្រោយទៀតគឺគាត់កំងម្ដងទៀតគឺគាត់កំងចាទឹកឃ្មុំចំនួន1កេសដើម្បីយកទៅប្រគេននៅឯវត្តលោកតាសុតចានៅខាងខេត្តកំពង់ឆ្នាំងហើយស្របពេលហ្នឹងដែរខ្ញុំក៏បានបង្ហាញគាត់ចាសម្រាប់កសិដ្ឋានយើងក៏មានការចូលរួមចាប្រគេនទឹកឃ្មុំចំនួន1កេសជូនទៅកាន់វត្តលោកតាសុតកាលពីឆ្នាំ2023ហ្នឹងដែរចាបន្ទាប់មកទៀតគាត់ក៏បានទិញលើកទី3ចាគឺគាត់ទិញច្រើនដោយសារតែគាត់មានតម្រូវការទិញទឹកឃ្មុំយកទៅប្រគេនព្រះសង្ឃចាហើយគាត់កំងយកប្រភេទដបល្អគឺទឹកឃ្មុំផ្កាកោដើមឆ្នាំបងប្អូនចាគាត់ទិញលើកនេះគឺគាត់ទិញយកល្អដើម្បីយកទៅប្រគេនព្រះសង្ឃចាអញ្ចឹងគឺគាត់ទិញលើកនេះអស់រហូតដល់ទៅ750,000ណាបងប្អូនអាចមើលបានហើយខ្ញុំក៏បានចូលរួមចាជូនជាទឹកឃ្មុំនិងលំអងឃ្មុំតិចតួចដើម្បីចូលរួមជាមួយគាត់ដែរអញ្ចឹងណាបងប្អូនហើយចំពោះការផ្ដល់ទំនុកចិត្តវិញចាបងប្អូននៅតាមបណ្ដាខេត្តទូទាត់លុយហើយខ្ញុំរៀបចំអាវ៉ាន់ដាក់ជូនភ្លាមតែម្ដងចានឹងមានការបន្តទិញជាបន្តទៀតរហូតមកដល់ថ្ងៃនេះថ្ងៃទី27ខែ5ឆ្នាំ2024នេះគឺគាត់ធ្វើការកំងជាមួយនឹងទឹកឃ្មុំផ្កាមៀនចំនួន10លីត្រអញ្ចឹងសម្រាប់ការផ្ដល់ទាំងគុណភាពទឹកឃ្មុំពិតប្រាកដណាស់បងប្អូនបើសិនជាទឹកឃ្មុំបងប្អូនទិញលើកទី1ហើយមិនសុទ្ធមិនល្អមិនពេញចិត្តពិតប្រាកដណាស់បងប្អូនគឺអត់ទិញទៀតទេទី2ពាក់ព័ន្ធជាមួយនឹងតម្លៃចំពោះតម្លៃគឺវាអាស្រ័យទៅលើគុណភាពរួមជាមួយនឹងសេវាកម្មល្អជូនដែរអញ្ចឹងណាអញ្ចឹងសម្រាប់កសិដ្ឋានរបស់យើងខ្ញុំគឺផ្ដោតសំខាន់ទៅលើតម្លៃសមរម្យដើម្បីលក់ជូនពុកម៉ែបងប្អូនប្រជាជនខ្មែរបានជួយគាំទ្រឲ្យដឹងអំពីគុណភាពនៃទឹកឃ្មុំកសិដ្ឋានចិញ្ចឹមនិងចំណុចទី3ដែលបងប្អូនចង់បានបំផុតនោះគឺសេវាកម្មល្អអញ្ចឹងសម្រាប់សេវាកម្មដូចខ្ញុំជម្រាបជូនខាងលើអញ្ចឹងសេវាកម្មគឺខ្ញុំផ្ដល់ទំនុកចិត្តខ្ពស់ជូនបងប្អូនទូទាត់លុយគឺខ្ញុំដាក់អាវ៉ាន់ជូនធានាថាអាវ៉ាន់ទៅដល់ដៃបងប្អូនពិតបងប្អូនទិញពី page របស់ខ្ញុំទៅបែបណាអាវ៉ាន់ទៅដល់ដៃបងប្អូនបែបហ្នឹងมันមានការខ្លាចបន្លំនោះទេជាចុងក្រោយនាងខ្ញុំពិតជាសូមថ្លែងអំណរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាចាដែលតែងតែគាំទ្រជាមួយនឹងផលិតផលរបស់កូនខ្មែរសម្រាប់ពុកម៉ែបងប្អូនដែលគាត់នៅមានភាពសង្ស័យអាចធ្វើការតាមដានបន្ថែមជាមួយនឹង page កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរបានដើម្បីទំនុកចិត្តជាពិសេសជួយគាំទ្រជាមួយនឹងផលិតផលរបស់ខ្មែរសូមអរគុណសូមជូនពរពុកម៉ែបងប្អូនទាំងគ្នាមានសុខភាពល្អសំណាងល្អរកស៊ីមានបានផងដែរអរគុណសូមគោរពលា